ôn nè các bạn comment trong video bởi nhóm su tha mấy bảo các bạn lang đầm này có hơi son giá than đừng là vẹt hai có nợ p về lia cầm nọt là mùi sẽ tạo đào pale bà mấy ở lang vẹt hai rồi hay có su tha tá có cù thôiอย่างmạch cù tại đã bị đi chốt đi coiอย่างmạch bà mẹ nhóm nhóm kết thao viên mình cù na đo dương kết một smile chẳng á bà ôn cùng toàn ao ấy kết ấy đây bà bà bởi xin chỉ ở toàn khơi mê dương lang vẹt hai tế ta ôn ban tên gì cho mũi quạt hay này bà su non pi ở đây để quạt ban son nhà cho mũi dướngហើយហើយអីបានគាត់អត់អាចបំពេញយើងបានបាទអីដែលជាបញ្ហាបាទឲ្យគាត់ឆ្លើយមកយើងវិញសិនចាំយើងយកព័ត៌មានអស់ហ្នឹងយកមកសម្រេចចិត្តតាមក្រោយអានេះគឺជាដំណោះស្រាយដែលយើងគួរធ្វើបាទហើយបើសិនជាបងអូនទទួលបានព័ត៌មានពីមូលហេតុហ្នឹងហើយយើងគិតថាអូវាអត់សមហេតុផលទេបាទអាហ្នឹងចាំយើងសម្រេចចិត្តតាមក្រោយតែបើអត់ទាន់បានទទួលព័ត៌មានអីទេកុំទាន់គិតអីផ្ដេសផ្ដាស់បាទជួនកាលវាមានរឿងអីពីក្រោយដែលធ្វើឲ្យការសន្យារបស់មេយើងហ្នឹងគឺអត់ទាន់អាចធ្វើទៅបានបាទហើយខ្ញុំជឿថានៅពេលដែលគាត់សម្រេចចិត្តឡើងតំណែងឲ្យបងអូនគឺបងអូនជាបុគ្គលិកម្នាក់ដែលធ្វើការងារល្អហើយបាទអញ្ចឹងកុំព្រោះតែបញ្ហារឿងប្រាក់ខែតិចតួចបាទធ្វើឲ្យយើងបាត់បង់នៅឱកាសរីកចម្រើនដែរបើមិនជាយើងបានឡើងតំណែងមានន័យថាការងារយើងធ្វើនឹងគឺល្អអញ្ចឹងឱកាសនៃការលូតលាស់របស់យើងទៅមុខទៀតខ្ញុំគិតថារឹតតែល្អបើមិនជាយើងព្យាយាមធ្វើអីបន្ថែមនឹងហ្នឹងណាបាទហើយបញ្ហាដែលអត់ឡើងប្រាក់ខែហ្នឹងវាអាចមកពីជួនកាលបងអូនបំពេញការងារនៅក្នុងទូនាទីថ្មីហ្នឹងក៏អត់ទាន់ដល់គោលដៅដែរបើមិនជាមានការកំណត់គោលដៅជាមួយគ្នាឲ្យច្បាស់ណាបាទហើយបើមិនជាដល់គោលដៅហើយគាត់អត់អាចបំពេញតាមការសន្យាហ្នឹងយើងត្រូវតែស្រួលក្នុងការសួរនាំគាត់ទៀតបាទឲ្យគាត់ឆ្លើយបាទនៅបញ្ហាឬក៏ជាប្រភពនៃបញ្ហាដែលគាត់អត់ឡើងប្រាក់ខែយើងបាទហើយបើសិនជាគាត់ឆ្លើយមកយើងអាចទទួលយកបានអូខេតែបើអត់ទទួលយកបានទេអានឹងចាំយើងយកមកគិតទៀតថាតើគួរធ្វើយ៉ាងម៉េចបាទហ្នឹងហើយអានេះគឺជាអ្វីដែលខ្ញុំគិតថាយើងគួរតែធ្វើបាទកុំតន់អាគិតអីផ្ដេសផ្ដាស់បើសិនជាយើងអត់តន់បានទទួលព័ត៌មានចេញពីមេរបស់យើងទេណាបាទហ្នឹងហើយសម្រាប់បទពិសោធន៍ខ្ញុំដែរខ្ញុំគិតថាក្នុងនាមយើងជាមេកុំចេះតែសន្យាអីជាមួយនឹងបុគ្គលិកតែផ្ដេសតែផ្ដាស់ណាជាពិសេសរឿងឡើងតំណែងឡើងប្រាក់ខែបាទហើយបើសិនជាយើងឡើងតំណែងហើយនឹងឡើងប្រាក់ខែបាទមានន័យថាយើងឡើងតំណែងដូចករណីគាត់អញ្ចឹងគឺឡើងតំណែងមុនឡើងប្រាក់ខែមូលហេតុគាត់ធ្វើបែបហ្នឹងខ្ញុំគិតថាប្រហែលជាគាត់ចង់រងចាំមើលលទ្ធផលការងារក្នុងទូនាទីថ្មីនឹងសិនដែរថាតើពេលដែលឡើងតំណែងទៅគាត់អាចធ្វើទូនាទីនឹងបានអត់បើសិនជាបានអាហ្នឹងបានគាត់ឲ្យប្រាក់ខែតាមអ្វីដែលសន្យាអញ្ចឹងណាអញ្ចឹងបើសិនជាយើងជាមេគេបាទក្រងនឹងធ្វើបែបហ្នឹងអញ្ចឹងគួរតែព្យាយាមអាប់ដេតនៅព័ត៌មានហ្នឹងទៅកាន់កូនចៅយើងជាប្រចាំកុំឲ្យគាត់ឡើងមកហើយគាត់ធ្វើការងារទៅមានមនុស្សយើងធម្មតានៅពេលដែលយើងសន្យាទទួលបានការសន្យាយើងមានក្តីរំពឹងមែនតើបាទអញ្ចឹងមួយថ្ងៃខ្ញុំគិតថាក្នុងខួរក្បាលគាត់គឺគាត់រំពឹងចាំនៅអ្វីដែលមេរបស់យើងសន្យាហើយក្នុងនាមយើងជាមេត្រូវតែអាប់ដេតព័ត៌មានឲ្យកូនចៅជាប្រចាំកុំឲ្យគាត់បែកការគិតអីផ្សេងទៅក្នុងករណីប្អូនណាបាទអញ្ចឹងក្នុងនាមយើងជាមេបាទបើសិនជាយើងចង់ដាក់លក្ខខណ្ឌឬក៏ដាក់កិច្ចសន្យាមួយត្រូវតែមានគេហៅថាលក្ខខណ្ឌគោលដៅច្បាស់លាស់ឧទាហរណ៍ថាយើងឡើងតំណែងឲ្យគាត់ប៉ុន្តែឡើងប្រាក់ខែទេព្រោះយើងអត់ទាន់ច្បាស់ថាតើគាត់អាចធ្វើបាននៅក្នុងទូនាទីនឹងអត់អញ្ចឹងយើងដាក់គោលដៅជា goal មួយថាតើអូខេក្នុងទូនាទីហ្នឹងយើងចង់បានអីពីគាត់បាទសម្រាប់លទ្ធផលត្រឹមកម្រិតណាបើគាត់ធ្វើបានឡើងប្រាក់ខែគាត់បើមិនជាគាត់ធ្វើអត់ទាន់បានទេអូខេតើអាចឲ្យគាត់ព្យាយាមបន្តធ្វើទៀតដែរអត់បាទដើម្បីឲ្យគាត់អាច achieve ទៅលើ goal នឹងបានបាទហើយខ្វះខាតកន្លែងណាជួយ advice គាត់ទៅបើមិនជាគាត់ធ្វើអត់បានទេអានឹងចាំ discuss មួយគាត់មកតង់ទៀតថាអូខេការរំពឹងទុករបស់យើងចំពោះគាត់ក្នុងទូនាទីមួយនេះគឺវាអត់ meet ជាមួយនឹង goal នោះទេតើគាត់គិតយ៉ាងម៉េចដែរសម្រាប់ខ្លួនគាត់យល់យ៉ាងម៉េចដែរតាមអ្វីដែលយើងមើលឃើញឬក៏តាមលទ្ធផលជាក់ស្ដែងអញ្ចឹងណាសម្រាប់ខ្លួនគាត់ជាបុគ្គលអានឹងយើង discuss គ្នាដើម្បីរកដំណោះស្រាយរួមគ្នាបាទក្នុងនាមយើងជាមេអត់មានន័យថាពេលដែលយើងសន្យាមួយកូនចៅហើយដល់ពេលអត់មានអាប់ដេតព័ត៌មានអីទៅវិញអញ្ចឹងអ្នកដែលគាត់រងចាំការសន្យារបស់យើងគាត់អាចគិតអីប្រទេសដាស់ច្រើនអញ្ចឹងព្យាយាមបាទដោះស្រាយកន្លែងហ្នឹងឲ្យត្រូវតាមអ្វីដែលយើងបាននិយាយអ្វីដែលយើងបានសន្យាហើយដាក់ goal ដាក់លទ្ធផលអីឲ្យច្បាស់លាស់ក្នុងការសម្រេចអីមួយជាមួយនឹងកិច្ចសន្យារបស់យើងអញ្ចឹងណាបាទដើម្បីកុំឲ្យបុគ្គលិកយើងគាត់បាទមានការយល់ច្រឡំឬក៏គាត់មានការបោះវែងអីមិនច្បាស់លាស់ធ្វើឲ្យបុគ្គលិកដែលល្អបាទព្រោះយើងឡើងតំណែងគាត់ហ្នឹងគឺគាត់ល្អហើយបាទយើងឡើងតំណែងគាត់អញ្ចឹង
បុគ្គលិកដែលល្អហើយធ្វើឲ្យមានការគិតកម្មឆ្គងរវាងគ្នាអាចឈានទៅដល់ការឈប់លាឈប់អញ្ចឹងណាបាទហ្នឹងហើយអានេះគឺជាអ្វីដែលខ្ញុំចង់ feedback ទៅកាន់បងអូនហើយជាសារដតឿនទៅកាន់អ្នកគ្រប់គ្រងថ្មីដែរបាទកុំព្យាយាមសន្យាហើយអត់បានកំណត់លក្ខខណ្ឌគោលដៅឲ្យច្បាស់លាស់បាទអញ្ចឹងនៅពេលដែលបានឬមិនបានត្រូវហៅគ្នាមកអាប់ដេតលទ្ធផលជាមួយគ្នាទៅវិញទៅមកដើម្បីឲ្យភាគីទាំងសងខាងបាទមានការមើលឃើញលទ្ធផលរួមគ្នាសម្រាប់ចិត្តរួមគ្នាបានបាទហ្នឹងហើយខ្ញុំចង់ឆ្លើយតបប៉ុណ្ណឹងសម្រាប់វីដេអូនេះហើយសម្រាប់អ្នកនរគ្នាយល់ឃើញយ៉ាងម៉េចដែរសូមចូលរួម comment ហើយនឹងចែកម្លែកទៅកាន់បងប្អូនផ្សេងទៀតដែលគាត់កំពុងជួបបញ្ហាដូចគ្នានេះដែរបាទអរគុណច្រើន